សួស្តីបងប្អូនវីដេអូនេះចេះតែមិនបានកាត់តយូរឲ្យបងប្អូនអើយតាំងពីមុនមួយថ្ងៃមុនពិសាខបូជាថ្ងៃហ្នឹងខ្ញុំអត់ធ្វើការទេដោយសារម្សិលមិញហ្នឹងកូនខ្ញុំមានគ្រោះថ្នាក់នៅសាលារៀននោះបងប្អូនហើយថ្ងៃនេះហ្នឹងគឺអស់កម្លាំងហើយប៉ុន្តែឆ្លៀតមកផ្សារដើម្បីទិញផ្កាផ្លែឈើដាក់ថ្វាយព្រះអង្គថ្ងៃពិសាខបូជាខាងថ្ងៃស្អែកហ្នឹងហើយក៏ចង់បានដីខ្លះយកមកដាំជីហើយនេះកន្លែងគេលក់ដីបងប្អូននេះហើយដីគេនឹងមានច្រើនម៉ាកខ្លះសម្រាប់បន្លែខ្លះសម្រាប់ផ្កាអញ្ចឹងណាបងប្អូនដើររោមមកសន្ទុះបានឃើញនេះបងប្អូនខ្ញុំតែងតែប្រើដីម៉ាកនេះឯងយកទៅដាំជីហើយនឹងអានេះអាចដាក់ដាំរុក្ខជាតិបៃតងក្នុងផ្ទះបានដែរហើយគេចាប់ផ្ដើមលក់ផ្កាស្អាតច្រើនហើយបងប្អូនដោយសាររដូវក្តៅហើយចឹងផ្កាមានសັບមុខបងប្អូនអើយស្អាតមែនទែនហើយដោយសារចំណង់ចំណូលចិត្តយើងចូលចិត្តដាំដុះចឹងបងប្អូនអើយនិយាយពីថាឃើញផ្កាខ្វាក៏ចង់បានគ្រាន់តែថាតែខ្ញុំអត់មានដីដាំច្រើនទេចឹងខ្ញុំអត់បានទិញទេគ្រាន់តែឆ្វែលមើលថតឲ្យបងប្អូនបានទស្សនាកំសាន្តនេត្រាហើយនេះផ្កាកញ្ចក់គេឡើងធំបន្ទាប់ពីរើសដីហើយខ្ញុំចង់បានវីតាមីនជំនួយគេបន្តិចបងប្អូនប៉ុន្តែថ្ងៃហ្នឹងគេចុះថ្លៃទិញមួយបាន2គ្រាន់តែថាអាដបដែលខ្ញុំចង់បានហ្នឹងវាអត់មានហើយចឹងអត់បានយកទេបងប្អូននេះទិញមួយបានមួយហើយថ្ងៃហ្នឹងបានកងជំនួយបងប្អូនហើយនេះគឺជាលើកទី1ឯងបងប្អូនដែលខ្ញុំចំណាយពេលចេញទៅក្រៅ3នាក់ម៉ែកូនណារដូវមកជាមួយប៉ាគេដែរតែដោយសារថ្ងៃនេះគាត់ធ្វើការហើយខ្ញុំក៏បានកូនបងនឹងគេបើកឡានមកហើយនេះមុននឹងមកផ្សារហ្នឹងនាំគ្នាចូលញ៉ាំកាទៀវនិយាយពីថាថ្ងៃនេះចំណាយពេល3នាក់ម៉ែកូនអស់ចិត្តអស់ចង់កន្លះល្ងាចហើយនេះជាដល់ពេលគិតលុយបងប្អូនអាកូននេះគេអូសអតេះអូសអីទៅពីអ្នកបងប្អូនគេហ្នឹងហើយអាកូនទូចនឹងឲ្យទៅផ្សារដឹងអាទុំតោងតាតេះហ្នឹងឯងហើយបងប្អូនខ្ញុំចេញមកដាំជីហើយក៏បានបោចស្មៅគៀនហ្នឹងដោយសារខ្ញុំដាក់ធុងសហ្នឹងសម្រាប់ដាំជីដូរពីដីខ្លះដាក់ក្នុងធុងអញ្ចឹងវាស្រួលមួយយ៉ាងដែរតែមុនដាំជីបោចស្មៅគៀនហ្នឹងសិនសម្អាតស្មៅក្បែរនឹងរួចរាល់ហើយខ្ញុំក៏ចាប់ផ្ដើមដាក់ដីដើម្បីដាំជីបងប្អូនព្រោះឥឡូវល្ងាចកាន់តែល្ងាចហើយកុំឲ្យយប់តន់នេះកំពុងតែសារៈបងប្អូនកិនទឹកផ្លែឈើញ៉ាំហើយដើម្បីនៅដូរដីផ្កាខ្ញុំក្នុងផ្ទះមួយទៀតទម្លាប់ខ្ញុំមកបងប្អូននៅពេលដែលគេអត់សូវបានខ្ញុំតែងតែខំញ៉ាំបន្លែផ្លែឈើទឹកផ្លែឈើដើម្បីជួយកម្លាំងហើយជីថ្ពាល់ត្រីហ្នឹងបងប្អូននេះយកពីកន្លែងដីហ្នឹងណាដូរវាមកដាក់ក្នុងផើងខ្លះដើម្បីងាយស្រួលយើងមួយយ៉ាងដែលយើងស្រួលបេះស្រួលអីចឹងហើយក៏ស្រួលថែដែរនៅក្នុងធុងអញ្ចឹងហើយថ្ងៃនេះកិច្ចការល្ងាចហ្នឹងគឺបាន2មុខហ្នឹងឯងបងប្អូននេះដូរដាក់ដីថ្មីអានេះនៅក្នុងផ្ទះអស់កម្លាំងពេកបងប្អូនអើយមកដល់ផ្ទះកុសរៈផ្លេតហើយក៏ចាប់ផ្ដើមរៀបរោបផ្លែឈើផ្កាដើម្បីទុកសម្រាប់ថ្វាយព្រះអង្គក្នុងថ្ងៃបុណ្យពិសាខបូជាថ្ងៃស្អែកជូនបុណ្យបងប្អូនទាំងអស់គ្នាផងអូខេអរគុណជម្រាបលា